សាលានេះមកដល់ខាងក្នុងមកមកបន្តទៀតនិយាយថាពុទ្ធបរិស័ទយើងរំរំមានគ្រូក្នុងវត្តណោជួយចាត់ចែងរៀបចំតំបន់ព្រះអង្គចូលមកគុំក្នុងនៅសាលាផ្ទាត់នេះសិនដើម្បីជាសក្ការៈបូជារបស់ព្រះសង្ឃនិយាយថាពុទ្ធបរិស័ទទាំងអស់ហើយថ្ងៃនេះដូចនិយាយថាជាការយកចិត្តទុកដាក់ជាក់ស្លាមុខនិយមស្រស់ណាស់បីដូចជាសកម្មភាពមួយសម្រាប់ស្វាគមន៍គោរពព្រះពុទ្ធព្រះបដិមាកងតំណាងនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងដូច្នេះឧបាសកឧបាសិកាទេយុទេយិកាយុវ័តយុវនារីទាំងអស់ដែលមានបេតិមនោសញ្ចេតនាជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងដែលព្រះអង្គជាវិសុទ្ធគុណអនន្តយានព្រះអង្គជាចាស់តនវិទូជាឯកជាម្ចាស់នៃសាសនាជាអ្នកសាងសន្តិភាពលើពិភពលោកឬថាព្រះអង្គជាវីរបរិសជាមហាបពិដ៏ធំពោលគឺព្រះសទ្ធំដែលព្រះអង្គរកឃើញនៅអរិយសច្ចៈធម៌ទាំង4ទុក្ខសច្ចសមុទយសច្ចរោទសច្ចមគ្គសច្ចអរិយសច្ចៈធម៌ទាំង4ដែលព្រះអង្គបានត្រាស់ដឹងព្រោះថាព្រះសម្មាសម្ពុទ្ធបរមគ្រូនឹងយើងព្រះអង្គបានត្រាស់ដឹងនេះដោយព្រះអង្គជាការអាណិតអាសូរចំពោះសត្វប្រកបទៅដោយគុណសម្បត្តិរបស់ព្រះអង្គនឹង3ទី1ករណាគុណទី2វិសុទ្ធិគុណទី3បញ្ញាគុណគុណរបស់ព្រះអង្គនេះទី1ហៅករណាគុណអាណិតអាសូរចំពោះសត្វដែលព្រះអង្គបានចាកពីក្រហមព្រះទៅបុកក្នុងព្រះពុទ្ធសាសនាដើម្បីអាណិតអាសូរចំពោះសត្វនឹងជួយប្រោសសត្វដើម្បីឲ្យរួចផុតអំពីទុក្ខវាវត្តសង្សារពីករណាអាណិតអាសូរចំពោះសត្វ